ណៈអធិបតីអង្គពិធីទាំងមូលជាទីមេត្រីថ្ងៃនេះដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមប្រជាច័ន្ទប្រធានកោជបខ្ញុំមានសេចក្តីសូមនោះរីករាយក្រៃលែងដែលបានចូលរួមក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលជូនមន្ត្រីទីស្តីការកោជបមន្ត្រីលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោតតំណាងគណៈបកនយោបាយតំណាងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026ដ៏មានសារៈសំខាន់នេះអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះនិងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះកោជបមានភារកិច្ចរៀបចំចាត់ចែងនិងគ្រប់គ្រងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគុំសង្កាត់អាណត្តិទី6ឆ្នាំ2027និងតាមការកំណត់នៃច្បាប់យោងតាមសេចក្តីសម្រេចលេខ005កោជបសសរចុះថ្ងៃទី22ខែមករាឆ្នាំ2026ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនិងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ2026ត្រូវធ្វើចាប់ពីថ្ងៃទី7ខែតុលាឆ្នាំ2026រហូតដល់ថ្ងៃទី12ខែកុម្ភៈឆ្នាំ2027រីឯការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ទូទាំងប្រទេសមានរយៈពេល55ថ្ងៃត្រូវអនុវត្តចាប់ពីថ្ងៃទី7ខែតុលាដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2026គណៈអធិបតីនិងអង្គពិធីទាំងមូលការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំស្របតាមច្បាប់និងគោលការណ៍បញ្ជីបោះឆ្នោតអចិន្ត្រៃយ៍សម្ដៅពង្រឹងគុណភាពបញ្ជីបោះឆ្នោតឲ្យកាន់តែមានភាពពេញលេញត្រឹមត្រូវនិងមានបច្ចុប្បន្នភាពព្រមទាំងធានាបាននូវការសម្ងាត់សន្តិសុខនិងសុវត្ថិភាពនៃទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោតតាមរយៈការចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនដែលទើបដល់អាយុ18ឆ្នាំគិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6អ្នកដែលបានផ្លាស់ទីលំនៅឬទីសំណាក់ចូលថ្មីក្នុងឃុំសង្កាត់ការកែតម្រូវទិន្នន័យជីវប្រវត្តិបដូរការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់កែតម្រូវឈ្មោះភេទថ្ងៃខែឆ្នាំកំណើតឬផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រថតរូបនិងផ្តិតម្រាមដៃចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតពីឆ្នាំ2016និងឆ្នាំ2017ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតកន្លងមកការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដោយផ្អែកលើឯកសារសម្អាងត្រឹមត្រូវច្បាស់លាស់ចំពោះអ្នកដែលទទួលមរណភាពអ្នកដែលត្រូវបានដកហូតជាបណ្ដោះអាសន្ននៅសិទ្ធិបោះឆ្នោតឬដែលផ្លាស់ទីលំនៅទីសំណាក់ចេញទៅឃុំសង្កាត់ផ្សេងដើម្បីសម្រេចនៅភារកិច្ចដ៏សំខាន់នេះកោជបបានសម្រេចអនុម័តឯកសារគតិយុត្តសំខាន់រួមមានបទបញ្ជានិងនីតិវិធីសេចក្តីសម្រេចប្រតិទិននិងផែនការមេសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026ដែលជាត្រីវិស័យនិងជាផែនទីចង្អុលផ្លូវក្នុងការអនុវត្តតួនាទីនិងភារកិច្ចទៅតាមដំណាក់កាលនីមួយៗព្រមទាំងបានផលិតសម្ភារៈឯកសារបោះពុម្ព spot video និងសំឡេងផ្សេងសម្រាប់បម្រើឲ្យការអប់រំនិងផ្សព្វផ្សាយជាពិសេសការរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជូនមន្ត្រីបោះឆ្នោតនិងភាគីពាក់ព័ន្ធដោយដែលយើងកំពុងរៀបចំនាថ្ងៃនេះវគ្គបណ្ដុះបណ្ដាលនាពេលនេះត្រូវបានរៀបចំជាពិសេសជូនដល់មន្ត្រីកោជបមន្ត្រីលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោតតំណាងគណៈបកនយោបាយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីឲ្យមានការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់បោះឆ្នោត
ដំណើរការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតការប្រើប្រាស់ទម្រង់បែបបទនានាការវេចខ្ចប់សម្ភារៈឯកសារព្រមទាំងបែបបទនិងនីតិវិធីនៃការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតនិងលិខិតបញ្ជាក់ទីលំនៅក្នុងឃុំសង្កាត់សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោតសម្រាប់ជាមូលដ្ឋានក្នុងការត្រៀមចូលរួមនិងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួនសម្ដៅជំរុញនិងធានាឲ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026ទទួលបានជោគជ័យគោរពតាមច្បាប់បទបញ្ជានិងនីតិវិធីនិងលិខិតបទដ្ឋានគតិយុត្តជាធរមានគណៈអធិបតីនិងអង្គពិធីទាំងមូលជាទីមេត្រីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតនាឆ្នាំនេះបានប្រព្រឹត្តទៅក្នុងស្ថានភាពដ៏លំបាកមួយដោយសារតែនៅតាមបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជាថៃបានទទួលរងផលប៉ះពាល់ដោយការឈ្លានពានរបស់យោធាថៃពីឆ្នាំ2025ហើយរហូតដល់បច្ចុប្បន្ននេះយោធាថៃនៅកំពុងបន្តកាន់កាប់តំបន់មួយចំនួនក្នុងទឹកដីរបស់កម្ពុជាដែលខុសច្បាប់ដែលនាំឲ្យប្រជាពលរដ្ឋមិនអាចវិលត្រឡប់ទៅកាន់ទីលំនៅឋានរបស់ខ្លួនវិញថ្មីនេះលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានចេញរបាយការណ៍ថានៅមានជនភៀសសឹករបស់កម្ពុជាជាង 20,000 នាក់ទៀតដែលមិនទាន់បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបានដោយផ្អែកតាមរបាយការណ៍បឋមពីលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោតជាប់ព្រំដែនបានបង្ហាញថាមានភូមិចំនួន23នៃឃុំសង្កាត់ចំនួន11ដែលរងផលប៉ះពាល់ក្នុងនោះមានការឡែកបោះឆ្នោត28ប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន21,211 នាក់ក្នុងនោះមានអ្នកអាយុ18ឆ្នាំឡើងចំនួន13,279 នាក់និងមានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន1899 នាក់ទន្ទឹមនេះកាលពីថ្ងៃទី1ខែកក្កដាឆ្នាំ2026រាជរដ្ឋាភិបាលបានសម្រេចបង្កើតភូមិរងចាំពី1ដល់6សម្រាប់ប្រជាពលរដ្ឋជាជនភៀសសឹកដែលបំបែកចេញពីឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យដូច្នេះកោជបបានយកចិត្តទុកដាក់បន្ថែមទៀតពាក់ព័ន្ធនឹងការស្រង់សិទ្ធិប្រជាពលរដ្ឋបានស្មាននិងការកំណត់ចំនួនទីតាំងការឡែកបោះឆ្នោតដើម្បីរៀបចំការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឲ្យបានល្អដើម្បីធានាដល់សន្តិសុខសុវត្ថិភាពព្រមទាំងសិទ្ធិចុះឈ្មោះបោះឆ្នោតនិងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋស្របតាមច្បាប់ស្តីពីការបោះឆ្នោតនិងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបកគណៈអធិបតីនិងអង្គពិធីទាំងមូលជាទីរាប់អានមុននឹងបញ្ចប់ខ្ញុំសូមណែនាំដល់គ្រូទស្សនាទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វើបទបង្ហាញពន្យល់និងបកស្រាយចំណុចនីមួយៗឲ្យបានច្បាស់លាស់ក្បោះក្បាយនិងតាមវិធីសាស្ត្រងាយដើម្បីឲ្យសកម្មកម្មឆាប់ចាប់បាននិងឆាប់យល់ទន្ទឹមនេះខ្ញុំសូមលើកទឹកចិត្តដល់សកម្មកម្មទាំងអស់សូមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះឲ្យបានពេញលេញដោយមិនត្រូវអវត្តមានប្រសិនបើមិនចាំបាច់ហើយត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់និងកត់ត្រានៅរាល់ចំណុចសំខាន់នៃមេរៀននីមួយៗព្រមទាំងលើកជាសំណួរចំពោះចំណុចណាដែលមានភាពមិនច្បាស់លាស់ដើម្បីគ្រូទស្សនាមដែលជាមន្ត្រីជំនាញឬថ្នាក់ដឹកនាំនៃគណៈយុវដ្ឋាននិងអង្គភាពជំនាញធ្វើការបំភ្លឺជូនជាទីបញ្ចប់ខ្ញុំសូមជូនពរវគ្គបណ្ដុះបណ្ដាលរយៈពេល3ថ្ងៃនេះឲ្យដំណើរការទៅដោយរលូនល្អទទួលបានលទ្ធផលជោគជ័យនិងសូមជូនពរអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាទាំងអស់សូមប្រកបតែនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតខ្ញុំសូមប្រកាសបើកវគ្គបណ្ដុះបណ្ដាលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2026ចាប់ពីពេលនេះតទៅសូមអរគុណ